បាទសួស្តីបងប្អូនយើងថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីបទពិសោធន៍ខ្លះៗទាក់ទងជាមួយនឹងអតិថិជនដែលគាត់ចាប់អារម្មណ៍ទៅសហរដ្ឋអាមេរិកក្នុងគម្រោង EB3 គឺគម្រោងដែលមិនប្រើប្រាស់ជំនាញគឺទៅធ្វើការដែលអត់មានជំនាញព័ត៌មាននេះគឺជាព័ត៌មានមួយដែលខ្ញុំចង់ចែករំលែកហើយវាជារឿងមួយដែលយើងទាំងអស់គ្នាតែងតែជួបជាពិសេសខ្ញុំចង់បញ្ជាក់បន្តិចEB3 ហ្នឹងគឺមែនតែនទៅគេបើកវាជាគម្រោងរបស់រដ្ឋាភិបាលអាមេរិកណាហើយគម្រោងហ្នឹងបើកតាំងពីឆ្នាំ1991មកម្លេះតែសម្រាប់ស្រុកខ្មែរយើងគឺយើងទើបតែបានដឹងដែរទេហ្នឹងហើយទើបបានដឹងទេអញ្ចឹងហើយបានធ្វើឲ្យប្រជាជនខ្មែរយើងទទួលឱកាសដែលនឹងអាចចេញទៅធ្វើការឲ្យរស់នៅសហរដ្ឋអាមេរិកហ្នឹងបានចំនួនតិចបាទតែយើងបានទទួលព័ត៌មានជាង1ឆ្នាំនេះសម្រាប់ក្រុមហ៊ុន Globe Visa យើងហើយយើងក៏បានជួបជាមួយអតិថិជនហើយក៏យើងបានទទួលនៅព័ត៌មានខ្លះៗដែលចង់ចែករំលែកគឺទី1មានអ្នកដែលគាត់អត់បានទៅចូលរួមឬទទួលបានឱកាសទៅធ្វើការនៅសហរដ្ឋអាមេរិកហ្នឹងគឺទី1គឺគាត់អត់ដឹងពីព័ត៌មានតែម្ដងបាទអញ្ចឹងធម្មតាទេអ្នកដែលអត់ដឹងព័ត៌មានគឺគាត់នឹងមិនចាប់អារម្មណ៍ហើយក៏គាត់មិនដឹងពីអ្វីដែលគាត់នឹងទទួលប្រយោជន៍ពីវាទេបាទហើយទី2មានអ្នកដឹងបាទគាត់ដឹងណាគាត់ដឹងព័ត៌មានតាមរយៈការផ្សព្វផ្សាយរបស់យើងឬក៏របស់ក្រុមហ៊ុនផ្សេងទៀតតាក់ទងជាមួយនឹងការទៅធ្វើការដែលគ្មានជំនាញ EB3 ហ្នឹងតែពួកគាត់អត់ជឿគាត់ថាវាងាយពេកចឹងណាបាទព្រោះពីមុនមកមានអ្នកឆឹងទៅអាមេរិកគេទៅអ្នកមករៀបការឲ្យធានាឲ្យអស់លុយច្រើនមែនទែនហើយទាំងរំនឹងបានទៅឬជួនកាលក៏មិនបានទៅអញ្ចឹងហើយដល់គម្រោងយើងឃើញងាយគឺយើងចាយលុយអស់អត់ដល់$30,000ផងហើយយើងអាចនឹងទៅបានទាំងគ្រួសារអញ្ចឹងពួកគេថាមិនជឿទេគេមិនជឿដោយសារគាត់មិនជឿនឹងហើយក៏គាត់មិនបានទទួលឱកាសការងារហ្នឹងឬក៏ទទួលឱកាសទទួលផលប្រយោជន៍ពីគម្រោងមួយហ្នឹងបាទហើយទី3ហើយនឹងញើសច្រើនជាងគេគាត់ជឿគាត់បានដឹងព័ត៌មានគាត់ជឿហើយគាត់មកជួបមួយយើងគាត់សិក្សាស្វែងយល់ពីគាត់ចង់ទៅខ្លាំងណាស់អញ្ចឹងណាហើយដល់ពេលមកជួបទៅគាត់មានបញ្ហាគឺគាត់អត់មានហិរញ្ញវត្ថុហើយចៃដន្យអីចំស្ថានភាពបច្ចុប្បន្ននេះសេដ្ឋកិច្ចយើងមិនសូវល្អម្នាក់ក៏គាំងលុយហើយក៏គាត់អត់មានលុយដាក់ដើម្បីនឹងអាចទទួលបានឱកាសទៅនៅសហរដ្ឋអាមេរិកទៅធ្វើការឲ្យទៅនៅសហរដ្ឋអាមេរិកហ្នឹងហើយក៏ធ្វើឲ្យគាត់បាត់នៅឱកាសបាទហើយនេះយើងពិបាកដែរអញ្ចឹងណាបាទហើយខ្ញុំជឿជាក់ថាបើសិនជាគាត់អាចនឹងស្វែងយល់បន្ថែមឬគាត់នឹងរកវិធីបន្ថែមទៀតសម្រាប់អ្នកដែលគាត់ចង់មែនតើតែសម្រាប់អ្នកដែលគាត់ចង់ធ្វើមុំគឺហើយគាត់ប្រហែលជាមិនពិបាកដែរណាហើយសេដ្ឋកិច្ចគឺមិនល្អបាទហើយចុងក្រោយខ្ញុំក៏ជួបដែរគាត់មកជួបជជែកជាមួយយើងពិភាក្សាអីហ្នឹងយល់ដឹងគ្នាអស់ហើយបាទហើយដោយសារគាត់ធ្លាប់នៅទីនេះគាត់មានការងារធ្វើធំដុំគាត់រកស៊ីបានអីចឹងណាបាទហើយចឹងគាត់ថាទៅនឹងអត់មានតែធ្វើការគេហើយអត់មានគេហៅថាប្រើជំនាញអីទេព្រោះធ្វើបែបជាអ្នកជាពលករជាកម្មករដែលគ្មានជំនាញអញ្ចឹងគាត់ថាដូចអត់ចង់វិញណាអញ្ចឹងក៏ធ្វើឲ្យគាត់មិនអាចមានលទ្ធភាពឬក៏បាត់បង់ឱកាសក្នុងការដាក់ទៅធ្វើការតាមរយៈគម្រោង EB3 នេះដែរណាហើយនេះគឺជារឿង4យ៉ាងដែលយើងក៏អាណិតទៅអ្នកដែលក៏អត់ដឹងនិយាយថាក៏អត់ដឹងក៏អត់ទទួលបានឱកាសហើយក៏យើងអ្នកដឹងដែរគាត់មិនទាន់ជឿប៉ុន្តែអ្នកដែលមិនទាន់ជឿតិចក៏អាចជឿគាត់អាចទទួលបានឱកាសហើយអ្នកជឿហើយតែគាត់អត់ទាន់មានថវិកាគ្រប់គ្រាន់ដើម្បីបង់ថ្លៃសេវាក្នុងការរត់ការទៅធ្វើការនៅសហរដ្ឋអាមេរិកហ្នឹងខ្ញុំជឿថាអ្នកហ្នឹងអាចនឹងមានឱកាសច្រើនដោយសារគាត់នឹងព្យាយាមណាហ្នឹងហើយបើអ្នកចុងក្រោយបានន័យថាគាត់អត់មានឱកាសទៅទេដោយសារគាត់អត់ជឿគាត់អត់ចង់តែម្ដងអញ្ចឹងខ្ញុំជឿថានេះគឺជាមេរៀនដែលយើងរៀនបានពីការធ្វើការមួយរយៈកន្លងមកនេះហើយពិតជាល្អសម្រាប់អ្នកទាំងអស់គ្នាបាទហើយនេះក៏ជាព័ត៌មានមួយចែកជូនអ្នកទាំងអស់គ្នាឲ្យបានដឹងបាទអរគុណច្រើន